ថៃហាក់កំពុងយកការស្លាប់របស់បុត្រីស្ដេចមកបិទបាំងរឿងអាស្រូវគ្រឿងញៀនដ៏ធំនៅក្នុងប្រទេស Boostrong ឆ្ងាញ់រសជាតិដិតជ្រៅ ចៃដន្យឬក៏ជាចេតនាក្រោយពេលមានព័ត៌មានថាទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងបានបង្ក្រាបសារធាតុគីមីផ្សំគ្រឿងញៀនជាង50តោនចេញពីឃ្លាំងជាច្រើននៅក្នុងប្រទេសថៃដំណឹងអំពីការសោយទីវង្គតរបស់បុត្រីស្ដេចថៃក៏ស្រាប់តែលេចចេញឡើងក្នុងពេលដំណើរគ្នាធ្វើឲ្យព័ត៌មានគ្រឿងញៀនសារប្រលេបពីប្រព័ន្ធផ្សព្វផ្សាយក្នុងពេលដ៏ខ្លីការនេះបង្កើតជាមន្ទិលសង្ស័យនិងការវិភាគយ៉ាងក្តៅគគុកពីមជ្ឈដ្ឋានអន្តរជាតិថារដ្ឋាភិបាលនិងរាជវាំងថៃអាចកំពុងប្រើប្រាស់យុទ្ធសាស្ត្រយករឿងធំមួយទៅគ្របដណ្ដប់លើរឿងអាស្រូវមួយទៀតដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណជនជាតិនិងអន្តរជាតិយោងតាមកាលវិភាគលើកាលប្រវត្តិនៃព្រឹត្តិការណ៍ចុងក្រោយបង្អស់ករណីនេះបានផ្ទុះឡើងស្របពេលដែលអាជ្ញាធរថៃនិងទីភ្នាក់ងារសម្ងាត់ជាតិកូរ៉េខាងត្បូងទើបតែបានសហការគ្នាបង្ក្រាបនិងរឹបអូសសារធាតុគីមីផ្សំគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅជាង50តោនដែលមានតម្លៃជាទឹកប្រាក់លើទីផ្សារងងឹតរហូតដល់ទៅ 5.6 លានដុល្លារអាមេរិកចេញពីឃ្លាំងរោងចក្រចំនួន10ទីតាំងក្នុងទីក្រុងបាងកកនិងខេត្តចំនួន3ផ្សេងទៀតការលេតត្រដាងសំណុំរឿងដ៏រន្ធត់នេះបានធ្វើឲ្យប្រទេសថៃរងការរិះគន់និងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរលើឆាកអន្តរជាតិដែលចាត់ទុកទឹកដីថៃថាជាជម្រកសុវត្ថិភាពនិងជារោងចក្រផ្គត់ផ្គង់គ្រឿងញៀនដ៏ធំខ្នាតយក្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទោះជាយ៉ាងណាក៏ដោយក្រោយពេលព័ត៌មានអាស្រូវគ្រឿងញៀនតម្លៃរាប់ពាន់លានដុល្លារនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈបានតែបន្តិចប៉ុណ្ណោះស្រាប់តែព្រះបរមរាជវាំងថៃបានប្រកាសជាផ្លូវការភ្លាមៗអំពីការសោយទីវង្គតរបស់ព្រះអង្គម្ចាស់ក្សត្រីបាចារៈកិតិយាផាការចេញប្រកាសដំណឹងមរណទុក្ខថ្នាក់ជាតិចំពេលដ៏រសើបនេះត្រូវបានមនុស្សមួយចំនួនយល់ឃើញនិងរិះគន់ថាប្រទេសថៃហាក់ដូចជាកំពុងបន្តអនុវត្តយុទ្ធសាស្ត្រយកឆ្មាងាប់មកដាក់នៅលើតុដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណជននៅរៀងរាល់ពេលមានរឿងរ៉ាវមិនល្អឬរឿងអាស្រូវធ្ងន់ធ្ងរណាមួយទាក់ទងនឹងប្រទេសរបស់ខ្លួនបានកើតមានយុទ្ធសាស្ត្រដដែលនេះត្រូវបានគេមើលឃើញថាធ្លាប់បានយកមកប្រើប្រាស់ម្ដងរួចមកហើយកាលពីឆ្នាំមុនពលគឺនៅមុនពេលមានកិច្ចប្រជុំកំពូលអាស៊ានដែលបូកបញ្ចូលទាំងជំនួបទ្វេភាគីជាមួយកម្ពុជានៅចំពោះមុខអន្តរជាតិដែលភាគីថៃបានយកលេសនៃការសោយទីវង្គតរបស់ម្ចាស់ក្សត្រីសិរិគិតមកធ្វើជាហេតុផលក្នុងការពន្យាពេលនិងកិច្ចវេមិនចង់ចូលរួមក្នុងការប្រជុំហើយក្រោយមកថ្មីនេះនៅពេលដែលរឿងអាស្រូវរោងចក្រផលិតគ្រឿងញៀនដ៏ធំសម្បើមត្រូវបានទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងវិបំបែកភាគីថៃក៏បានត្រឡប់មកប្រើប្រាស់វិធីសាស្ត្រដដែលនេះជាថ្មីម្ដងទៀតការនេះកាន់តែស្ដែងឲ្យឃើញច្បាស់បន្ទាប់ពីមនុស្សជាច្រើនបានដឹងយ៉ាងពិតប្រាកដថាព្រះនាងម្ចាស់បាចារៈកិតិយាផាបានសោយទីវង្គតអរិយពេលជាយូរយារណាមកហើយក្រោយពេលដែលទ្រង់ដួលសន្លប់បាត់បង់ស្មារតីលែងដឹងព្រះកាយនិងមិនអាចស្ដារឡើងវិញបានតាំងពីឆ្នាំ2022ប៉ុន្តែរាជវាំងថៃទើបតែដកដង្ហើមធំចេញមកប្រកាសជាផ្លូវការនៅពេលនេះដើម្បីបង្កើតព្រឹត្តិការណ៍រំជួលចិត្តថ្នាក់ជាតិមកគ្របដណ្ដប់បង្ខំឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់បង្វែរការចាប់អារម្មណ៍ទាំងស្រុងនិងបញ្ជាការដេញដោលពីសំណាក់អន្តរជាតិជុំវិញខ្សែសង្វាក់ផលិតគ្រឿងញៀននៅលើទឹកដីរបស់ខ្លួន។